លាខែវស្សាហ្នឹងគេហៅរដូវកាលធូអ៊ីនវ៉ាត់ភ្លៀងក៏ភ្លៀងហើយកូនត្រូវចូលរៀនទៀតអញ្ចឹងកូនក្មេងតូចៗងាយមែនតើប្រឈមមុខជាមួយនឹងការឈឺម៉ែឲ្យដឹងស្រាប់ហើយចូលរៀនគឺរៀងឈឺញឹកតិចហើយពេលខ្លះជំងឺអត់មានអីច្រើនទេផ្ដាសាយក្អកមកកវល់ហ្នឹងហើយសម្រាប់ខ្ញុំជាពុកម្ដាយនេះរៀបចំសម្ភារៈឲ្យកូនទៅរៀនហើយត្រូវតែរៀបចំរឿងថ្នាំសង្កូវទុកឲ្យកូនដែរខ្ញុំបានចាក់វ៉ាក់សាំងអីធំៗចឹងរឿងផ្ដាសាយពេលខ្លះទួចមែនតើប៉ុន្តែពេលខ្លះរ៉ាក់ដែលរំខានគាត់ខ្លាំងមែនតើហ្មងគឺបញ្ហាក្អកថាសកម្មភាពអីទេសំបីតែញ៉ាំអីនោះពេលខ្លះក៏រំខានកូនដែរពេលខ្លះកំពុងតែញ៉ាំបានសុកឈប់ញ៉ាំដោយសារតែក្អកហ្នឹងក៏មានមិនថាក្មេងឬមួយក៏ចាស់គឺវារំខានដូចតែគ្នាណារឿងសរោក្អកវិញខ្ញុំណែនាំឲ្យម៉ាម៉ាប៉ាត្រៀមទុកឲ្យកូនដូចគ្នាយើងក៏ត្រូវស្គាល់ពីប្រភេទក្អករបស់កូនដែរណាសម្រាប់ខ្ញុំជ្រើសរើសសេរ៉ូក្អកវូតកុមារមានទុកជាប្រចាំបើកូនមានបញ្ហាក្អកអីទៅយើងមានអញ្ចឹងគឺជួយគាត់បានច្រើនណែនាំគឺគេមានសរសេរលើនឹងសម្រាប់អាយុរបស់កូនសេរ៉ូក្អកវូតកុមារនេះរសជាតិ strawberry មានក្លិនថ្នាំទេខ្ញុំចាប់អារម្មណ៍ថាកូនខ្ញុំគាត់ស្រួលញ៉ាំអត់ប្របាអត់បខំឲ្យញ៉ាំទេអាចនិយាយបានថាគាត់ញ៉ាំដោយស្ម័គ្រចិត្តតែម្ដងបាក់បីស្រួលញ៉ាំអត់អ្វីដែលសំខាន់ណាស់ក្នុងនាមជាពុកម្ដាយខ្ញុំជឿថាអត់ចង់ឃើញអីមករំខានកូនឯមិនថារឿងទូចឬមួយក៏រឿងធំទេរឿងឈឺនេះមួយយើងសឹងថាយើងចង់ឈឺជំនួសកូនណាបើសិនជាអាចការថែទាំសុខភាពពួកគាត់មើលថែពួកគាត់ក៏មានសារៈសំខាន់មែនតើដូចជាការប្រុងប្រយ័ត្នផ្សេងទៀតដែរអញ្ចឹងសម្រាប់រដូវកាលភ្លៀងនេះម៉ាក់ប៉ាកុំភ្លេចឲ្យសោះរៀបចំថ្នាំសង្កូវហើយកុំភ្លេចសេរ៉ូក្អកវូតកុមារនេះទុកឲ្យកូនផងលយប់ប្រលប់អីមានបញ្ហាកូនក្អកគឺយើងត្រៀមខ្លួនរួចជាស្រេចតែម្ដងអញ្ចឹងម៉ាក់ប៉ាដែលស្គាល់ប្រភេទក្អករបស់កូនរើសេរ៉ូវូតកុមារកូនអាចបន្តសកម្មភាពរបស់គេ